ឪពុកម្ដាយចង់ឃើញកូនចេះគោរពអ្នកដទៃហើយពិសេសជាងគេនោះគឺឪពុកម្ដាយចង់ឃើញថាកូនមានភាពចាស់ទុំតើភាពចាស់ទុំមានន័យថាម៉េចសុគីមមានកូនប្រុស2នាក់កូនប្រុសម្នាក់អាយុ17ឆ្នាំសុគីមតែងតែល្អូថាកូនប្រុសអាយុ17ឆ្នាំរបស់គាត់ហ្នឹងគឺគ្មានដឹងខុសត្រូវអីទេខ្ជិលគ្មានការទទួលខុសត្រូវហើយតែងតែមិនយកចិត្តទុកដាក់នៅក្នុងការសិក្សាពេលដែលឪពុករបស់គាត់និយាយជាមួយនឹងកូនម្ដងនិយាយមិនដែលបានយូរទេដឹងតែឆ្លោះគ្នាហើយចំណែកឯកូនទី2របស់សុគីមអាយុទើបតែ10ឆ្នាំទេប៉ុន្តែហាក់បីដូចជាមានការចេះដឹងខុសត្រូវច្រើនយកចិត្តទុកដាក់ព្រលឹមឡើងតែងតែងើបតាន់ម៉ោងហើយរៀបចំសម្ភារៈដើម្បីទៅសិក្សាដោយខ្លួនឯងមិនចាំបាច់ពិបាកអូសទាញដូចកូនប្រុសបងនោះទេដូច្នេះចង់សួរថាតើអ្វីទៅដែលហៅថាភាពចាស់ទុំនៅក្នុងសៀវភៅរបស់លោក Stephen Covey គាត់បានសរសេរថាភាពចាស់ទុំគឺជាតុល្យភាពរវាងសេចក្តីក្លាហាននិងការចេះគិតគូរពីអារម្មណ៍របស់អ្នកដទៃឧទាហរណ៍ថាប្រសិនបើកុមារម្នាក់មានគំនិតចាស់ទុំហើយប្រសិនបើកុមារនោះគាត់ចង់បានតុក្កតារបៀបដែលគាត់និយាយជាមួយនឹងម្ដាយរបស់គាត់គឺគាត់អាចនិយាយថាម៉ាក់កូនចង់បានតុក្កតាមួយនេះគឺជាការបង្ហាញនៅសេចក្តីក្លាហាននៅក្នុងការស្នើសុំបំពេញសេចក្តីត្រូវការរបស់គាត់ក៏ប៉ុន្តែនៅក្នុងគំនិតទី2របស់កូននោះគឺកូននោះនឹងអាចនិយាយថាតុក្កតានឹងល្អហើយវាថោកណាស់ម៉ាក់អញ្ចឹងការដែលកូនលើកឡើងនៅចំណុចទី2នេះមានន័យថាកូនមានការកោតខ្លាចក្រែងឬក៏គិតគូរអំពីអារម្មណ៍របស់ម្ដាយរបស់គាត់ដូច្នេះក្មេងនេះគឺជាក្មេងដែលចាត់ទុកថាជាក្មេងដែលមានគំនិតចាស់ទុំដោយសារតែថាទី1ក្មេងនេះមានសេចក្តីក្លាហានក្នុងការហ៊ានសុំម្ដាយរបស់គាត់ប៉ុន្តែទី2ក្មេងនេះក៏យល់ចេះគិតគូរអំពីគំនិតរបស់ចេះគិតគូរអំពីអារម្មណ៍របស់ម្ដាយគាត់ដែរចំពោះឧទាហរណ៍ទី2ខាងក្រោមនេះខ្ញុំនឹងនិយាយថាបើសិនជាកុមារម្នាក់ចង់បានតុក្កតាដូចគ្នាកុមារនេះហ៊ានសុំម្ដាយរបស់គាត់ប៉ុន្តែសុំតតែបានហើយមិនខ្វល់ថាម្ដាយគាត់មានលុយឬអត់លុយទេគាត់ថាត្រូវតែបានក្នុងថ្ងៃនេះគាត់ទាតតែបានបើទាមិនបានគាត់នឹងយំស្រែកនឹងគេហៅថាជាក្មេងដែលមិនទាន់មានភាពចាស់ទុំពីព្រោះថាក្មេងនេះក្លាហានហ៊ានដើម្បីសុំប៉ុន្តែក្មេងនេះមិនមានសមត្ថភាពនៅក្នុងការគិតគូរអំពីអារម្មណ៍របស់អ្នកដទៃទេយើងចង់ឃើញកុមារមានកត្តាទាំងពីរនេះទី1មានសេចក្តីក្លាហានហើយទី2គឺគាត់ចេះគិតពិចារណាអំពីអារម្មណ៍របស់អ្នកដទៃសំណួរចង់សួរថាតើកុមារម្នាក់នឹងមានភាពចាស់ទុំនៅអាយុប្រមាណលោក Gordon Netfield ក៏បានលើកឡើងថាជាធម្មតានៅពេលដែលកុមារមានការលូតលាស់កុមារមានកាលវិភាគច្បាស់លាស់របស់ពួកគេសម្រាប់ផ្លូវកាយឧទាហរណ៍នៅពេលដែលកុមារចាប់ផ្ដើមចាប់កំណើតនៅក្នុងផ្ទៃម្ដាយនៅពេលដែលមានអាយុ3ឬ4ខែកុមារចាប់ផ្ដើមលូតលាស់នៅភេទដូច្នេះគេបើសិនជាម្ដាយទៅមន្ទីរពេទ្យឲ្យឆែកអេកូគេនឹងដឹងថាកូននោះប្រុសឬស្រីនៅពេលដែលកុមារនៅក្នុងផ្ទៃ9ខែ10ថ្ងៃជាធម្មតា9ខែ10ថ្ងៃកុមារត្រូវដល់ពេលវេលាដើម្បីកើតចេញមកម្ដាយត្រូវតែទៅពេទ្យដើម្បីសម្រាលនៅពេលដែលកុមារមានអាយុ3 4ខែក្រោយពីកំណើតកុមារប្រហែលជាត្រូវតែចាប់ផ្ដើមចេះក្លាប់និងចេះលូនហើយនៅពេលកុមារអាយុ9ខែឬក៏1ឆ្នាំចន្លោះប៉ុណ្ណឹងកុមារច្បាស់ជាចេះតោងឈរហើយការអភិវឌ្ឍវាតែងតែទៅមុខជាបន្តបន្ទាប់សរុបមកគឺថាការអភិវឌ្ឍផ្លូវកាយវាតែងតែមានកាលវិភាគច្បាស់លាស់ក៏ប៉ុន្តែចំពោះការអភិវឌ្ឍផ្លូវចិត្តมันមានកាលវិភាគជាក់លាក់ដូចនេះទេអញ្ចឹងហើយបានជាយើងឃើញថាក្មេងខ្លះអាយុធំហើយរូបរាងកាយរបស់គាត់ហាក់ដូចជាក្មេងពេញវ័យអញ្ចឹងចម្រើនវ័យបានល្អក៏ប៉ុន្តែផ្លូវចិត្តរបស់គាត់មិនទាន់មានការពេញលក្ខណៈឬក៏វិវត្តឬក៏មានភាពចាស់ទុំទៅតាមវ័យរបស់គាត់នោះទេលោក Newfield ក៏បានបន្ថែមផងដែរថាដើម្បីឲ្យកុមារម្នាក់មានភាពពេញវ័យខាងផ្នែកផ្លូវចិត្ត
កុមារនោះត្រូវតែមានសមត្ថភាព3យ៉ាងសមត្ថភាពទី1គឺសមត្ថភាពខាងផ្នែកបន្សាំខ្លួនគេហៅថា adaptability មានន័យថាជាសមត្ថភាពដែលត្រូវតែចេះទទួលស្គាល់ចេះសម្របខ្លួននៅបរិយាកាសជុំវិញខ្លួនហើយត្រូវតែមានសមត្ថភាពដើម្បីទទួលយកនៅការពិតទី2គឺសមត្ថភាពនៅក្នុងការសំយោគគំនិតសមត្ថភាពសំយោគគំនិតនេះមានន័យថាកុមារត្រូវតែចេះថ្លឹងថ្លែងហើយនឹងចេះកំណត់ថាគាត់អាចធ្វើអ្វីបានគាត់មិនអាចធ្វើអ្វីបានគំនិតទី3សមត្ថភាពទី3គឺជាសមត្ថភាពថាគាត់មានឯករាជ្យភាពកុមារត្រូវតែមានឯករាជ្យភាពឬក៏ស្វ័យភាពនៅក្នុងការសម្រេចចិត្តនានាហើយកត្តាសមត្ថភាពទាំង3នេះវាមិនមែនជាសមត្ថភាពដែលកើតឡើងដោយការបញ្ជាឧទាហរណ៍យើងខឹងកូនយើងជេរកូនថាហើយធំហើយហើយធ្វើឲ្យវាដឹងខុសត្រូវតិចមើលហើយធ្វើឲ្យមានគំនិតចាស់ទុំតិចមើលវាមិនអាចគំនិតនេះសមត្ថភាពនេះមិនអាចលូតលាស់ឡើងបានដោយការបញ្ជានោះទេដូចជាដើមឈើចឹងដែរយើងមិនអាចបញ្ជាថាដើមឈើត្រូវចេញផ្កាដើមឈើត្រូវចេញផ្លែវាមិនអាចកំងចឹងបានទេចំពោះភាពពេញវ័យចំពោះសមត្ថភាពរបស់កុមារខាងផ្នែកផ្លូវចិត្តក៏ដូចគ្នាដែរយើងមិនអាចកំងមិនអាចបញ្ជាស្អែកជេរថាឯងធំហើយឯងដឹងធ្វើឲ្យត្រឹមត្រូវឯងចាស់ទុំឡើងយើងមិនអាចកំងចឹងបានទេគឺវាត្រូវតែមានសមត្ថភាព3យ៉ាងមុននឹងកុមារអាចក្លាយទៅជាមនុស្សពេញវ័យបានទី1គឺថាត្រូវតែមានសមត្ថភាពនៅក្នុងការបន្សាំខ្លួន adaptability ទី2ត្រូវតែមានសមត្ថភាពនៅក្នុងការសំយោគគំនិតខ្លួនឯងគំនិតអ្នកដទៃដើម្បីថ្លឹងថ្លែងយកអ្វីមួយដែលជាការសមរម្យនេះគឺជាគេហៅថាសមត្ថភាពក្នុងការធ្វើ integration សមត្ថភាពទី3គឺសមត្ថភាពនៅក្នុងការសម្រេចចិត្តដោយឯករាជ្យដូច្នេះនេះគឺជាវីដេអូដំបូងរបស់ខ្ញុំសម្រាប់វីដេអូដែលមានសរុបទាំងអស់ចំនួន4នៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងវិភាគចំណុចនីមួយៗគឺវិភាគសម្រាប់កត្តាបន្សាំខ្លួនបាទដូច្នេះមុនពេលដែលយើងចាប់ផ្ដើមរៀននៅមេរៀនបន្ទាប់ខ្ញុំចង់សូមសួរលោកអ្នកថាតើចំណុចដែលសមត្ថភាពទាំង3ដែលខ្ញុំបានលើកឡើងខាងលើហ្នឹងវាមានសមត្ថភាពនៅក្នុងការបន្សាំខ្លួនសមត្ថភាពនៅក្នុងការសំយោគគំនិតនិងសមត្ថភាពនៅក្នុងការសម្រេចចិត្តដោយឯករាជ្យសមត្ថភាពទាំង3នេះតើលោកអ្នកគិតថាសមត្ថភាពមួយណាដែលពិបាកអភិវឌ្ឍខ្លាំងជាងគេសូមអរគុណ